បាទសួស្តីច្រើនម្ដងទៀតខ្ញុំធ្វើការបកស្រាយតាក់ទងជាមួយ homework ចុងក្រោយរបស់ខ្ញុំគឺតាក់ទងជាមួយនឹងការដាក់ domain name ទៅឲ្យ Argo CD អញ្ចឹងតាក់ទងជាមួយនឹង homework នឹងដែរគឺខ្ញុំធ្វើការបង្កើតនៅក្នុង repo ដដែលហើយនៅក្នុង folder breakdown ដដែលតែគឺខ្ញុំបង្កើតទៅលើ folder មួយតាក់ទងជាមួយនឹង Argo CD ហើយខ្ញុំបានធ្វើការ finish វាហើយគឺខ្ញុំមានទៅលើ Argo CD certificate ដែលខ្ញុំដាក់ domain នេះគឺ domain របស់ខ្ញុំ record របស់ខ្ញុំគឺឈ្មោះថា Argo CD ហើយយក DNS name តែមួយទេបានន័យថាគឺ yes domain តែមួយទេហើយនឹងមាន ingress route ដែលខ្ញុំប្រើ traffic ដូចគ្នានឹងឯងអញ្ចឹងដូចពីវីដេអូមុនតាក់ទងជាមួយនឹង React អញ្ចឹងគឺខ្ញុំគ្រាន់តែ install ទៅលើ Argo CD ដោយប្រើប្រាស់ helm ហើយ config វាបែបហ្នឹងគ្រាន់តែកាន់ IP បង្កើត បង្កើត land ទៅគឺខ្ញុំអាចដាក់ certificate ទៅឲ្យ Argo CD បានហ្នឹងហើយអូខេអញ្ចឹងគឺដូរតែពី React ដាក់ Argo CD ទៅគឺយើងអាច run វាបានហើយអញ្ចឹងខ្ញុំអាចចូលទៅក្នុង domain របស់គ្នាsorry ចូលទៅក្នុង website ហ្នឹង website របស់ Argo CD ខ្ញុំអាច Argo នេះអញ្ចឹងគឺនៅពេលដែលខ្ញុំវាយមកវាលោកមកចឹងដោយសារខ្ញុំបានបោះចូលចូលគឺ Argo CD ដល់ first post របស់ site យ៉ាងមកអញ្ចឹងដល់ពេលដែលខ្ញុំចូលមកគឺប្រកាសជាឃើញ website របស់ Argo CD ហើយអូខេនេះគឺជា home page ឬក៏គេហៅថាកន្លែង login ដោយសារតែខ្ញុំចូលទៅលើនេះគឺគ្រាន់តែ set up ទេណាគឺខ្ញុំអត់បានចូលទៅធ្វើអីផ្សេងៗទេបើថាគ្រាន់តែ set up ទេហ្នឹងហើយអញ្ចឹងបើសិនបើយើងចង់ចូលទៅប្រើយើងដាក់កន្លែងនេះ username ហើយ password ដែលយើងបានគេពួកយើងមាន comment សម្រាប់ទៅគេ password គេហៅថា initial password របស់ Argo CD អញ្ចឹងជាមានតែប៉ុណ្្នឹងទេតើតើ Argo CD គឺចប់តែប៉ុណ្្នឹង